តរត់ចេញពីភាពស្មុគស្មាញហើយទៅលំហែអារម្មណ៍នៅកំពតរយៈពេល1 2 ថ្ងៃជាមួយខ្ញុំវីដេអូនេះនឹងនាំអ្នកទាំងអស់គ្នាទៅកំសាន្តតាមរមណីយដ្ឋានជាប់មាត់ទឹកអាចឲ្យអ្នកទាំងអស់គ្នាអាំងសាច់ញ៉ាំជុំគ្នាកយគុណទេសភាពដងព្រែកអមជាមួយទេសភាពភ្នំដ៏ស្រស់ត្រកាលជាមួយនឹងថ្ងៃលិចដ៏ស្រស់ស្អាតហើយវីដេអូនេះផងដែរក៏នាំអ្នកទាំងអស់គ្នាឲ្យស្គាល់កោះមួយកន្លែងដែលមានទេសភាពស្អាតនិងម្ហូបឆ្ងាញ់ពិសាជិះកាត់តាមផ្លូវជាតិលេខ3ហួសពីជាតិលេខអង្គសោមប្រមាណ1 គីឡូម៉ែត្រយើងក៏បានឃើញកន្លែងលក់បាយก๋วยเตี๋ยวព្រឹកមួយកន្លែងហើយសូមអធិស្ឋានទាំងអស់គ្នាដែលខ្ញុំមិនបានថតឈ្មោះហាងប៉ុន្តែគាត់តែដឹងថាយើងជិះហួសពីវិទ្យាល័យអន្តរសោមប្រមាណជា1 គីឡូដីយើងនឹងឃើញកន្លែងលក់បាយก๋วยเตี๋ยวមួយកន្លែងដែលមានជាប់ជាមួយនឹងម៉ាតលក់អីវ៉ាន់ก๋วยเตี๋ยวនៅកន្លែងនេះមានរសជាតិអាចទទួលយកបានមិនត្រឹមតែก๋วยเตี๋ยวឆ្ងាញ់ទេក៏មានសិទ្ធិចិញ្ចឹមស្អាតៗជាច្រើនផងដែរនេះគឺជាកន្លែងទី1ដែលពួកយើងបានចូលលេងសម្រាប់ដំណើរកម្សាន្តមួយនេះដែលមានទីតាំងនៅខេត្តកែបជារមណីយដ្ឋានធម្មជាតិប៉ុន្តែក៏មានបែបកែច្នៃមួយចំនួនដែលតុបតែងលម្អជាមួយនឹងទេសភាពធម្មជាតិមានហាងកាហ្វេនិងជាមួយប្លង់ថតរូបស្អាតៗកាត់មកដល់ចំណុចនេះគឺជាច្រកចូលហើយទីនេះមានឈ្មោះថាកាហ្វេលើភ្នំបន្ទាប់ពីបានដើរមើលមួយជុំក៏ឃើញមានការតុបតែងប្លង់ថតរូបស្អាតៗជាច្រើនជាមួយនឹងធម្មជាតិសម្រាប់បងប្អូនណាដែលចូលចិត្តការថតរូបទីនេះខ្ញុំរីកមិនមែនទេដោយសារតែមានការតុបតែងជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតទេសភាពទៅខាងក្រៅក៏ល្អព្រៃឈើក៏ខៀវស្រងាត់ហើយឯទ្រីងនៅទីនេះវិញមានតម្លៃសមរម្យហើយមានរសជាតិឆ្ងាញ់ដល់មកដល់ទីនេះកុំរំលងពណ៌មើលទេសភាព360ដឺក្រេនៅអូសៀនជាតិមានគូប្រយ័ត្ននៅពេលអាកាសធាតុមិនល្អឬក៏មានភ្លៀងធ្លាក់ដល់ផ្សារសាមគ្គីយើងក៏បានចូលទិញអាហារសម្រាប់ត្រៀមថ្ងៃនេះចង់ចាំលំហែជាគោលដៅទី2របស់ពួកយើងដែលត្រូវស្នាក់នៅយប់នេះមុនពេលសម្រាប់ចិត្ត check in រីសឹបបាននាំពួកយើងដើរមើលបន្ទប់និងទីតាំងមុនពេលសម្រាប់ចិត្តហេតុផលមួយចំនួនដែលធ្វើឲ្យពួកខ្ញុំសម្រេចចិត្តជ្រើសរើសទីនេះសម្រាប់ការស្នាក់នៅដោយសារតែទីនេះមានខ្យល់បរិយាកាសល្អទីតាំងស្អាតហើយបន្ទប់ក៏មានតម្លៃសមរម្យផងដែរមិនមែនត្រឹមតែហេតុផលប៉ុណ្ណោះទេទីតាំងនេះពិតជាអំណោយផលមែនទែនសម្រាប់ការធ្វើម្ហូបការអាំងសាច់ក្នុងការជួបជុំគ្នារបស់បងប្អូនមិនថាជាក្រុមការងារមិត្តភ័ក្តិឬក៏ជាក្រុមគ្រួសារសាកស្រមៃមើលពេលវេលាមួយដែលអ្នកទាំងអស់គ្នាអាចចំណាយពេលវេលាជាមួយក្រុមគ្រួសារឬក៏មិត្តភ័ក្តិស្រូបយកខ្យល់បរិយាកាសល្អបរិសុទ្ធជាមួយទេសភាពដ៏ស្រស់ស្អាតជាពិសេសការដែលអាចទទួលទានគ្រឿងសមុទ្រស្រស់ៗដែលបានអាំងដោយខ្លួនឯងការសាងអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រឡាញ់មិនមានច្រើននោះទេដូច្នេះការជ្រើសរើសទីតាំងដែលសមរម្យគឺជាការចាំបាច់បំផុតនេះជាថ្ងៃទី2សម្រាប់ដំណើរកម្សាន្តមួយនេះបន្ទាប់ពី check out និងទទួលទានអាហារពីព្រឹកនៅក្រុងហើយពួកយើងបានបន្តដំណើរមកហាងកាហ្វេមួយកន្លែងកាហ្វេនេះមានទីតាំងផ្លូវទៅទឹកឈូហើយសម្រាប់អ្នកដែលញៀនកាហ្វេដូចពួកខ្ញុំមិនដែលចោលទេកាហ្វេនៅពេលខុសប្លែកពីកាហ្វេរដងទីនេះមានទេសភាពស្អាតការឌីកូក៏ល្អជាពិសេសអាចស្ដាប់សំឡេងទឹកហូរក្នុងពេលអ្នកទាំងអស់គ្នាញ៉ាំកាហ្វេមកដល់តំបន់ទុរេនហើយបើយើងរំលងចំការទុរេនហាក់បីដូចជាមិនគប្បីចំពោះខ្លួនឯងដូច្នេះក៏បបួលមិត្តភ័ក្តិចូលទៅចំការទុរេនហើយទិញទុរេន4-10ផ្លែយកមកផ្ទះវិញចេញពីចការទុរេនក៏យើងបានបន្តដំណើរមកទីតាំងមួយទៀតដែលមានឈ្មោះថាពីមស្នៃរីសតពីមស្នៃរីសតប្រៀបដូចជាកូនកោះមួយដែលនៅតំបន់ទឹកឈូនេះតម្រូវឲ្យអ្នកទាំងអស់គ្នាជិះទូកនេះឆ្លងពីក្រោយមកខាងនេះទៅកូនកោះមួយនៅខាងមុខនោះបន្ទាប់ពីឡើងទូកមកចំណាយពេលប្រមាណជា4ទៅ5នាទីយើងបានមកដល់ច្រកចូលពីមស្នៃរីសតហើយដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះការតុបតែងច្រកចូលពីមស្នៃរីសតមានភាពស្រស់ស្អាតចំណែកឯសេវាកម្មបុគ្គលិកថ្ងៃដែលខ្ញុំទៅនេះគ្រប់បុគ្គលិកទាំងអស់រាប់ចាប់ពីទីក្រុងទូកគ្រប់គ្នាមានសម្លេងសម្ដៅរួសរាយរាក់ទាក់មែនទែននៅពីមស្នៃរីសតនេះប្រៀបដូចជាកោះឯកជនមួយដែលបានរៀបចំឡើងយ៉ាងប្រណិតមែនទែនពីមស្នៃរីសតមិនមែនត្រឹមតែជាកន្លែងស្នាក់ទេប៉ុន្តែក៏ជាកន្លែងកម្សាន្តហើយនឹងជាភោជនីយដ្ឋានមួយសម្រាប់បងប្អូនអាចទៅលេងកម្សាន្តនិងទទួលទានអាហារយ៉ាងឆ្ងាញ់បន្ទាប់ពីកំងអាហារនិងកំណត់ពេលវេលាដែលត្រូវត្រឡប់មកវិញរួចរាល់ពួកខ្ញុំបានយកកង់ជិះមើលជុំវិញរីសតនេះឃើញថារីសតនេះហុំព័ទ្ធទៅដោយដំណាំហូបផ្លែមានដូចជាមង្ឃុតជាមួយនឹងត្រេនមិនត្រឹមតែប៉ុណ្ណេះរីសតនេះក៏អនុញ្ញាតឲ្យយើងប្រើប្រាស់នៅ swimming pool ជាមួយនឹងតាប៊ីយ៉ានេះដែល free ទោះបីយើងមិនបានស្នាក់នៅកន្លែងនឹងក៏ដោយបន្ទប់ទីនេះមានចាប់ពីក្រែ1រហូតដល់បន្ទប់លក្ខណៈគ្រួសារហើយក៏មានបន្ទប់ឆ្លងទៅដងព្រែកដោយអ្នកទាំងអស់គ្នាបានឃើញនៅក្នុងខ្សែភាពយន្តមួយចំនួនផងដែរបន្ទាប់ពីដើរលេង Snorkel អស់រយៈពេលប្រហែលជា1ម៉ោងកន្លះក៏ដល់ម៉ោងបាយល្មមក៏ពួកយើងចាប់ផ្ដើមត្រឡប់ទៅរកបាយវិញវីដេអូដំណើរកម្សាន្តមួយនេះមានតែប៉ុណ្ណេះបងប្អូនចូលចិត្តនៅវីដេអូនេះកុំភ្លេចជួយ like និង follow page នេះផងបងប្អូនមានមតិយោបល់សម្រាប់វីដេអូនេះកុំភ្លេច leave a comment below. Thank you and have a nice day.